Bà, groupជំរាបសួរអាយដាមលោកជំទាវអស់លោកស្រីដែលជាអាណាព្យាបាលលោកគ្រូអ្នកគ្រូបាទជាពិសេសបងប្អូនសិស្សានុសិស្សថ្នាក់ទី12ទាំងអស់គ្នាបាទលោកគ្រូឈ្មោះជាវិចិត្រជាគ្រូបង្រៀនដែលមុខពីវិទ្យាល័យព្រះស៊ីសវ័តក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីបាទនៅថ្ងៃនេះលោកគ្រូនឹងមកធ្វើវិញ្ញាសាត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់សង្គមបាទនេះគឺជាវិញ្ញាសាត្រៀមទី4ហើយត្រូវទៅនឹងភាគទី1បាទនៅផ្នែកនេះលោកគ្រូសូមធ្វើការបង្ហាញផ្នែកវិញ្ញាសាទៅកាន់អ្នកទាំងអស់គ្នាជាមុនសិនណាបាទអញ្ចឹងយើងសង្កេតឃើញថានៅក្នុងរ៉ូម៉ាំងទី1គេឲ្យយើងធ្វើការគណនា limit ត្រង់ផ្នែក limit យើងមាន3ផ្នែកកខនិងកណាបាទអញ្ចឹងយើងសង្កេតមើលពាក់ព័ន្ធទៅនឹងលំហាត់ limit ទាំង3ហ្នឹងតើយើងអាចធ្វើបានប្រមាណភាគរយបាទនៅក្នុងរ៉ូម៉ាំងទី2ពាក់ព័ន្ធទៅនឹងលំហាត់អង់ទីក្រាលកំណត់នេះអញ្ចឹងភាគច្រើននៅក្នុងថ្នាក់សង្គមគេច្រើនយកបាទអង់ទីក្រាលកំណត់យកមកចេញណាបាទអញ្ចឹងយើងអាចធ្វើការកំណត់សម្គាល់ណាបាទហើយនៅក្នុងរ៉ូម៉ាំងទី3ពាក់ព័ន្ធទៅនឹងលំហាត់ប្រូបាតណាបាទលំហាត់ប្រូបាតអញ្ចឹងនៅក្នុងវិញ្ញាសាទី4ភាគទី1នេះលោកគ្រូនឹងធ្វើការបកស្រាយលំហាត់ទាំង3រ៉ូម៉ាំងទៅកាន់អ្នកទាំងអស់គ្នាបាទឥឡូវយើងពិនិត្យមើលទៅលើដំណោះស្រាយនៅក្នុងលំហាត់ limit កបាទ limit x ខិតជិត1 3កតានឹង x ការ៉េដក1នៅលើ 2x ដក2អញ្ចឹងនៅក្នុងផ្នែកនេះដើម្បីធ្វើការដោះស្រាយនៅលំហាត់ limit កហ្នឹងលោកគ្រូយកនៅវិធីសាស្ត្រដោះស្រាយបញ្ហារបស់លោក George Polya ដែលមានលក្ខណៈស្តៀងទៅនឹងវីដេអូមុនដែរណាបាទដែលលោកគ្រូបានធ្វើការបញ្យល់ពាក់ព័ន្ធទៅនឹងជំហានទាំង4នោះទៅលើការយល់នៅបញ្ហាការបង្កើតនៅផែនការការអនុវត្តផែនការនិងការត្រួតពិនិត្យមើលឡើងវិញបាទឥឡូវយើងពិនិត្យមើលទៅលើជំហានទី1ពាក់ព័ន្ធទៅនឹងការយល់នៅបញ្ហាអញ្ចឹងយើងត្រូវយល់ថាប្រធានគេសួររកអីចឹងនៅផ្នែកប្រធានគេឲ្យយើងគណនា limit ច្បាស់ហើយណាបាទគឺគណនា limit ចឹង limit របស់យើងប្រធានគឺ x ខិតជិត1 3កតានឹង x ការ៉េដក1នៅលើ 2x ដក2ហើយយើងសួរខ្លួនឯងទៀតថាដើម្បីគណនា limit យើងត្រូវធ្វើមិនទៀតណាបាទចឹងជំហានដំបូងដែលអ្នកនរគ្នាត្រូវគិតនោះគឺកំណត់រូបរាងរបស់ limit នោះសិនណាបាទអញ្ចឹងដើម្បីធ្វើការកំណត់រូបរាងរបស់ limit ហ្នឹងតលតែអ្នកទាំងអស់គ្នាយកតម្លៃខិតជិតហ្នឹងមកជំនួសចូលនៅក្នុងកន្សោមរបស់យើងណាបាទអញ្ចឹងលោកយក x ខិតជិត1ឬក៏យកតម្លៃ x ស្មើ1មកជំនួសចូលមក1ការ៉េ1 1ដក1 0ណាអញ្ចឹង0គុណនឹង3ក៏0ផ្នែកភាគបាញ់ក៏0អញ្ចឹងយើងអាចធ្វើការកំណត់បានថា limit របស់យើងបាទរៀងមិនកំណត់0ទៅ0ណាបាទអញ្ចឹងយើងចាប់ផ្ដើមទៅលើការបង្កើតនៅផែនការនៅក្នុងជំហានទី2សំណួរសួរថាយើងកំណត់រកចម្លើយនឹងដោយរបៀបណាបាទអញ្ចឹងក្រោយពីយើងសាកល្បងជំនួសតម្លៃយើងឃើញរៀងហើយណាឃើញរៀងរបស់ limit ហើយអញ្ចឹងយើងនឹកទៅដល់វិធាននិងរបៀបនៅក្នុងការដោះស្រាយលំហាត់ limit រៀង0ទៅ0តើគេត្រូវធ្វើម៉េចណាបាទអញ្ចឹងក្នុងលក្ខខណ្ឌបាទលំហាត់ limit រៀង0ទៅ0ផ្នែកដំបូងណាឬក៏ជំហានដំបូងអ្នកនរគ្នាត្រូវដាក់បាទជាកន្សោមជាផលគុណកតានៅផ្នែកភាគយកនិងភាគបែកណាប្រសិនបើយើងអាចដាក់វាបានបាទរីឯជំហានទី2យើងធ្វើការសម្រួលនៅកតារួមកតាដែលបាទអត់កំណត់នឹងណាបាទកតាដែលអត់កំណត់សម្រួលវាចោលហើយយើងធ្វើការគណនា limit កន្សោមថ្មីហើយអ្នកនរគ្នាសង្កេតឃើញលក្ខណៈពិសេសមួយរបស់ limit របស់យើងត្រង់ផ្នែកភាគយក x ការ៉េដក1យើងអាចធ្វើការបំលែងវាជា2ផលគុណកតាគឺ x ដក1កតានឹង x បូក1នោះវាចូលទម្រង់ a ការ៉េដក b ការ៉េបាន a ដក b កតានឹង a បូក b ណាបាទរីឯផ្នែកភាគបែងត្រូវនឹង 2x ដក2យើងសង្កេតឃើញថាវា2មានរួមយើងចាប់2ជាកតាទៅនៅសល់ x ដក1បាទអញ្ចឹងក្រោយពីយើងធ្វើការកំណត់បានបាទនៅផ្នែកបង្កើតផែនការហើយក្រោយពីយល់បញ្ហាយើងបង្កើតនៅផែនការយើងចូលទៅកាន់ជំហានមួយទៀតពាក់ព័ន្ធទៅនឹងការអនុវត្តផែនការជាផ្នែកដែលយើងធ្វើការសរសេរចម្លើយចូលទៅក្នុងសិលឹកកិច្ចការរបស់យើង
Chứng nếp này ní dương đặt mở rồi mang ti mùi nếu bà nước nông sẽ lập nhà xa rồi bỏ dưỡng cái nia limit khẳng cao chân màu nếu bà họ dương đặt cỏ và thiến limit ấy khẩn chất muối bay cái ta nâng x cái độ muối là lượng pi x độ pi chứng lùm h đây lùm h limit nâng dương ban cầm nọt riêng hỏi cứ riêng mình cầm nọt số được số chứng là mấy thưa ca kẹt rồi ní là cô thưa ca đặt thị dược ní bà chỉ pi phao côn cả ta máu chỉ phao côn cả ta x độ muối cả ta x buộc muối hay phần này thị bái là cô chặt pi chỉ cả ta chân là sao x độ muối chúng hiên bẩn tố là côสังเกต khơi tha cần sao phần này thị dược nằm thị bái miên cả ta rốn x độ muối đôi kia chứng là cô thưa ca sầm rùa với chào máu vì nó sao tại x khẩn chất muối này bấy cả ta nằm x buộc muối là lớp pi bà rồi xâm dưỡng thua cá chùm nuốt đầm lại khật chất nâng trôi từ khung cần sao mà bỏ dưỡng bà chân nuốt thua cá chùm nuốt máu bạn bấy cả ta nâng mùi buộc muối nè lực bí chân dưỡng chùm nuốt lệ tới cứ bạn bàm muối nè lực bí rồi có smile từ nâng bậy bà chính những ai chơi đôi ní bàn hỏi thả limit ấy khật chất muối bà này anh cung rồi bỏ dưỡng nâng smile từ nâng bậy bà chứng cái pi nè tao khnia thưa ca cầm nát ban nếu chùm lai trăng chùm hiên này ca vật hai này cá dương bình định từ lơ chùm hiên trong cái bẩn to mùi tiết bẹ pon từ nâng ca truốt bị nứt mơ lần vị chứng dương truốt bình định mơ từ lơ cái ca bao chữ bình định mơ từ lơ rụng bịp này ca đo sai rồi bao dương ca chùm lụt lê ca tu toát sinh nháp xinh xinh nhé bẹ ở đây dương bình định mơ từ lơ khổ limit x khẩn chất buộc ở nón bay x kare buộc 4x buộc muối là lớn pi x kare buộc muối bà chứng nước này ní là p đã nẹt ở kia thua ca chùm nu riêng rồi bỏ về chứng dừng bàn riêng mình cầm nát ăn non lừa nón nè bà chứng dừng chua đập lại x khẩn chất ăn non chua tứ riêng này bị dốt cứ ăn nón bị bay còn nón nè bà riêng mình cầm nát ăn non lừa nón nước này ní là thua ca chấp này để mình đưa cái thông chính kế này bị dốt cứ trăng x kare chứng là sao bấy buộc 4 là lượng x buộc muối là lượng x kare phía bánh cả đôi kia là cô chập x kare trên mặt cào mở vì là sao pi buộc cho muối là lượng x kare rồi dân thua ca sum rùa x kare chào mở chứng này phía dốt dân nơi đầm lại đã đá hơi dân chùm nuốt đầm lại khất chết trôi mở nè bà dânสังเกต khơi tha bà limit x khất chết buộc ở non muối là lượng x cứ smartphone mà chùm nuốt là lượng non cứ vì khất chết sồn chứng 4 lượng non ấy có khất chết sồn bà mà chừng luôn là lớp bột ăn non được chia cái này có khất chất sồn này chừng mà cần sao ní sồn hỏi này ní có sồn điện nè bà chừng là tập hợp để dừng nơi sáu cứ chừng luôn thấy bấy bột sồn là lớp pi bột sồn rồi có smart nâng bấy là lớp pi bà nó chỉ là tập hợp limit rồi bao nhiêu chừng những ai thua ca cầm nát ban chừng lại rồi có một bài tiết nè bà dừng miền một bài tiết nếu này níลูกจะเซปทีนมาดูนี้ให้ลูกเป็นนัดเมื่อแต่เลิฟในได้มีดูกระไรทมจริงกี่เนี่ยแบบจังยังโยแต่ในมีคนมาติดใบเอ็กกระไรโยมมาในพี่ใบปีเอ็กกระไรจังยังโยแต่ในได้มีคนทมจริงกี่เดได้มีดูกระไรทมจริงกี่ในกังกูยังกัดเจ้ามาแบบจังnếu này níยังสังเกต khơi thanในเปได้ลูกสำรวจเอ็กกระไรเจ้าแหละเนี่ยลัทธิพาเราบอกยังคือเนื้อสารbay lửa pí nè bà mình là limit ấy cái chất bô còn non này bay lửa pí nên chúng muốn thấy smart chúng muốn thay nâng tận đại bà bay lửa pí đôi khnia tận nâng điệp này càng lửa ở đây những phần mơ tận lửa này cổ limit ấy cái chất sâu muối bột sin x đọ cục x là lửa muối đọ sin x đọ cục x chứng nhữngสังเกต khơi tha này bị dục nung bị bái nhạt đôi khnia tị nơi trăng sinh nhà mục sin sinh nhà bốc phía bánh sinh nhà một xin sinh nhà độ nhưng mới riêng rồi bằng limit dưỡng cứ riêng sâu được sâu nên là bây giờ dân chúng nó sâu trôi đỡ xin sâu sâu có sâu mũi mũi đọ mũi bàn sâu đôi khi chúng bột nhịp này phía bánh xin sâu sâu có sâu mũi chân mũi đọ sâu đọ mũi là sao sâu nên vậy chân riêng mình cũng nói sâu được sâu nếu này níลูกđặt smile to từ đó và đâyลูกtừ xe mùi đỏ cụ ích nhéลูกเลือกบอกมcụ ích màu mặc hàngลูกđặt mùi đỏ cụ ích hỏi bột xin ích vậy này phía bánh cả đôi khiลูกdục từ xe mùi đỏ cụ ích mới là dừng tập lọc cụ ích màu này không một nữa bạn vì mình là cái nặng tập lọc đi nữa bạn hỏi chùm hiên bản tốลูกthua ca trên này phía dụcลูกquân nâng ích chạy nâng ích vậy cái này dừng sầm rùa tới nơi sau đầm lại phía dục nâng từ đại tỷ
ផ្នែកភាពបាញ់ក៏ដូចគ្នាលោកគ្រូគុណនឹង x ហើយចែកនឹង x កាលណាយើងសម្រួលទៅអស់ណាបាទហើយជំហានបន្តនៅផ្នែកនេះលោកគ្រូកាត់ x ផ្នែកនេះសម្រួលវាចោលមកបាទហើយលោកគ្រូផ្ដាច់ផ្នែកនេះមកផ្នែកមកចឹងមានលោកគ្រូអាចទៅសេបាន1ដកគូស x នៅលើ x មកផ្នែកបូកជាមួយនឹង sin x នៅលើ x មកផ្នែកផ្នែកភាគបាញ់ក៏ដូចគ្នា1ដកគូស x នៅលើ x មកផ្នែកដក sin x នៅលើ x មកផ្នែកណាបាទ sin x នៅលើ x មកផ្នែកអញ្ចឹងនៅពេលដែលយើងចំនួន limit ចូល limit ទាំងភាគយកនិងភាគបែងមកយើងពិនិត្យមើលទៅលើរូបមន្ត2គឺត្រង់ limit x ខិតជិត0 1ដកគូស x នៅលើ x ស្មើ0ណាបាទហើយមួយទៀត limit x ខិតជិត0 sin x នៅលើ x ស្មើ1អញ្ចឹងយើងសង្កេតឃើញថាមកកដុបនេះបាទវាស្មើទៅនឹង0ហើយបាទម្ដុំនេះវាស្មើទៅនឹង1ផ្នែកភាគបែងក៏ដូចគ្នា1ដកគូស x នៅលើ x ស្មើ0រីឯ sin x នៅលើ x ស្មើ1ណាបាទអញ្ចឹងសញ្ញាដកនៅដដែលអញ្ចឹងបាន1នៅលើដក1យើងចែកទៅគឺបានដក1ណាបាទអញ្ចឹងនៅផ្នែកនេះយើងអាចធ្វើការឆ្លើយបានដូចនេះ limit x ក៏ជិត0នៃអនុគមរបស់យើងនឹងគឺស្មើទៅនឹងដក1បាទចឹងក្រោយពីយើងធ្វើការបកស្រាយចប់នៅផ្នែករ៉ូម៉ាំងទី1ឥឡូវលោកគ្រូធ្វើការបន្តចូលទៅកាន់រ៉ូម៉ាំងទី2ពាក់ព័ន្ធទៅនឹងការកណនីអង់ទីក្រាលចឹងនៅផ្នែកនេះយើងមានអង់ទីក្រាលកំណត់ចំនួន3បាទឥឡូវយើងពិនិត្យមើលទាំងអស់គ្នាពាក់ព័ន្ធទៅនឹងការដោះស្រាយនៅលំហាត់នេះហើយបងប្អូនទាំងអស់គ្នាក៏អាចធ្វើការសាកល្បងតាមជំហានដោះស្រាយបញ្ហាចឹងយើងកំណត់ឲ្យយល់នៅបញ្ហាយើងធ្វើការបង្កើតទៅផែនការដើម្បីធ្វើការដោះស្រាយនៅលំហាត់នឹងហើយយើងចាប់ផ្ដើមសាកល្បងធ្វើវាណាសាកល្បងធ្វើការអនុវត្តផែនការនឹងហើយបន្ទាប់មកបានយើងធ្វើការពិនិត្យមើលវាឡើងវិញណាទៅលើជំហាននៃការធ្វើរបស់យើងបាទឥឡូវយើងពិនិត្យមើលទៅលើការយល់នៅបញ្ហាអញ្ចឹងយើងដឹងថាលំហាត់កខនិងគណាអូខេគឺគេឲ្យយើងធ្វើការកណនីអង់ទីក្រាលកំណត់ចឹងពាក់ព័ន្ធទៅនឹងការកណនីអង់ទីក្រាលកំណត់វាពាក់ព័ន្ធទៅនឹងរូបមន្តសំខាន់មួយចំនួននៃរូបមន្តអង់ទីក្រាលដែលអ្នកទាំងគ្នាត្រូវកំណត់សម្គាល់វាណាបាទកំណត់សម្គាល់រូបមន្តដែលយើងអាសាប្រើដោយរូបមន្ត k dx រូបមន្តមួយនៅលើឬ x dx នៅថ្នាក់សង្គមយើងអាសាប្រើណាស់នេះផ្នែកនេះរូបមន្តអង់ទីក្រាល x ស្វ័យគុណ n dx f' នៅលើ fx dx និងអង់ទីក្រាលកំណត់ណាបាទអង្គតេតុងទៅនឹងផ្នែករូបមន្តដែលសំខាន់ដែលអ្នកទាំងគ្នាត្រូវកំណត់សម្គាល់និងចំណាំវាកាលណាយើងបានចងចាំរូបមន្តនឹងបានល្អពេលអនុវត្តលំហាត់ទៅយើងអត់មានការភ្លេចភ្លាំងទេយើងអាចធ្វើការកណនាវាបានត្រឹមត្រូវណាកាលណាយើងភ្លេចនៅរូបមន្តអញ្ចឹងវាមានលក្ខណៈពិបាកហើយនៅក្នុងការកណនាលំហាត់របស់យើងបាទឥឡូវយើងពិនិត្យមើលទៅលើលំហាត់កបាទអង់ទីក្រាលកំណត់ពី1ទៅ4នៃ x បូកជាមួយនឹង1នៅលើឬ x dx ចឹងនៅផ្នែកនេះយើងសង្កេតមើលសិននៅក្នុងការកណនីអង់ទីក្រាលកំណត់ជំហានដំបូងយើងកុំតន់មើលអាកំណត់1និង4នឹងយើងអង់ទីក្រាលវាធម្មតាសិនមកណាបាទយើងអង់ទីក្រាលឲ្យចេញសិនចឹងយើងអង់ទីក្រាល x វាចូលរូបមន្ត x ស្វ័យគុណ n ព្រោះផ្នែកនេះមានស្វ័យគុណ1ណាបាទចឹងបានរូបមន្ត x ស្វ័យគុណ n បូក1នៅលើ n បូក1បូក c ចឹងអ្នកនរគ្នាអាចកំណត់សម្គាល់ថានៅក្នុងអង់ទីក្រាលកំណត់មិនបូក c ទេណាបើយើងគុំតែស្រួលវាអស់ទៅវិញទេចឹងនៅផ្នែកនេះវាមាននិទុសនស្វ័យគុណ1បាទនិទុសន1អញ្ចឹងនៅផ្នែកនេះលោកគ្រូអាចធ្វើការអង់ទីក្រាលវាបានណាទៅជា x ការ៉េនៅលើ2ណា1បូក1 2ផ្នែកភាគបែង1បូក1 2រីឯទាំងអង់ទីក្រាល1នៅលើឬ x នេះវាបាន2ឬ x ណាបាទអញ្ចឹងបាន2ឬ x ហើយបានយើងដាក់កំណត់មកពី1ទៅ4ណាបាទកំណត់ពី1ទៅ4នៅផ្នែកនេះលោកគ្រូចំនួនផ្នែកភាគយកចូលមុនមកបាទកំណត់ផ្នែកខាងលើបាទសំទោសអញ្ចឹងលោកគ្រូកំណត់ផ្នែកខាងលើទៅវាបាន4ការ៉េណាបាទវាបាន4ការ៉េវាបាន16ចែកនឹង2បាន8ណាលោកគ្រូដាក់ហើយ2នៅចំនួន x កន្លែង4ទៅ2ឬ4រួចយើងធ្វើការដកណាបាទដកមកផ្នែកអា1ម្ដងជំនួស1ចូលបាន1ការ៉េនៅលើ2បូក2ឬ1យើងធ្វើការទូទាត់លេខមកបាន8បូកទៅនឹង4 4នឹងបានដោយសារ2គុណនឹង2ព្រោះឬការ៉េនៃ4បាន2 2គុណ2បាន4ផ្នែកបន្តទៀតយើងមើល1ការ៉េ1នៅលើ2 2ឬ1បាន2អញ្ចឹងយើងទូទាត់ទៅបាន5នៅលើ
5លើ2ឬក៏យើងទូទាត់តម្លៃសរុបបញ្ចូលគ្នាមកនៅផ្នែកនេះផ្នែកខាងមុខគឺបាន12ផ្នែកវងកញ្ចក់នេះគឺបាន5នៅលើ2អញ្ចឹងយើងគុណទៅបាន24ដក5នៅសល់19អញ្ចឹងលទ្ធផលអង្តិក្រាលករបស់យើងគឺស្មើនឹង19នៅលើ2បាទឥឡូវយើងពិនិត្យមើលទៅលើលំហាត់របស់យើងបន្តទៀតគឺលំហាត់ខណាបាទគេឲ្យអង្តិក្រាលកំណត់ពី1ទៅ3នៃ x ដក1នៅលើ x បូក2 dx បាទជាងយើងធ្វើដូចគ្នាទៅនឹងផ្នែកមុនដែរបាទធ្វើដូចគ្នាទៅនឹងផ្នែកមុននៅផ្នែកនេះលោកគ្រូធ្វើការផ្ដាច់អង្តិក្រាលមួយផ្នែកទៅក៏បានឬក៏យើងដាក់ជារួមក៏បានដែរបាទតែដើម្បីឲ្យមានលក្ខណៈងាយស្រួលលោកគ្រូផ្ដាច់វាមួយផ្នែកជាងកំណត់ត្រង់ x មួយផ្នែកត្រង់1នៅលើ x បូក2មួយផ្នែក dx បាទជាងនៅត្រង់ផ្នែក x យើងធ្វើអង្តិក្រាលវាមកវាបាន x ការ៉េនៅលើ2ណាដូចទៅនឹងផ្នែកមុនដែរហើយយើងដាក់កំណត់ពី1ទៅ3មកសញ្ញាដកយើងដាក់ដដែលអានេះទម្រង់អង្តិក្រាល f' នៃ x នៅលើ fx អញ្ចឹងវាបានលិននៃតម្លៃដាច់ខាត x បាទលិននៃតម្លៃដាច់ខាត fx អញ្ចឹង fx យើងគឺត្រង់ x បូក2អញ្ចឹងដាក់នឹងមកកំណត់ពី1ទៅ3ដែរណាបាទអញ្ចឹងផ្នែកមុនគេយើងចំនួនតម្លៃចូលទៅវាបាន3ការ៉េនៅលើ2ដកបាទតម្លៃ1ម្ដង1ការ៉េនៅលើ2អញ្ចឹង1ការ៉េបាន1នៅលើ2ផ្នែកបន្តសញ្ញាដកលោកគ្រូដាក់ដដែលហើយលោកគ្រូដាក់វងកញ្ចក់វាមកនៅកាលណាយើងអត់ដាក់វងកញ្ចក់ឬដង្កៀបទេវាខុសហើយណាបាទអញ្ចឹងនៅផ្នែកនេះលោកគ្រូចំនួន3ចូលមកមុនមកណាបាទចំនួន3ចូលទៅ3បូក2បាន5តម្លៃដាច់ខាតនៃ5ចំនួនវិជ្ជមានចេញមកបាន5ជាងមិនបាច់ដាក់តម្លៃដាច់ខាតទេយើងប្រើវងកញ្ចក់មកដូចគ្នាត្រង់ x ស្មើ1លោកគ្រូជួសទៅដកលិននៃ3បាទដកលិននៃ3អញ្ចឹងផ្នែកនេះយើងសង្កេតឃើញថាយើងមានលក្ខណៈមួយលិននៃ a ដកលិននៃ b អញ្ចឹងបានលិននៃ a នៅលើ b ណាបាទហើយផ្នែកខាងមុខយើងទូទាត់ទៅ3ការ៉េ9បាទ9លើ2ដក1លើ2បាន8នៅលើ2 8លើ2យើងចែកទៅបាន4ណាបាទបាន4អញ្ចឹងបាន4ដកលិននៃ5នៅលើ3បាទជាងយើងអាចធ្វើការកំណត់បានហើយនៅបាទលទ្ធផលអង្តិក្រាលរបស់យើងបាទឥឡូវយើងពិនិត្យមើលទៅលើផ្នែកគោអង្តិក្រាលកំណត់ពី1ទៅ2នៃឫសការ៉េនៃ x ដក1លើកជីការ៉េនៅលើ x dx អញ្ចឹងនៅផ្នែកនេះដើម្បីធ្វើការកណនាលំហាត់អង្តិក្រាលនេះបានដោយសារតែលោកគ្រូសង្កេតឃើញណាផ្នែកភាគយកវាមានលើកជីការ៉េអញ្ចឹងលោកគ្រូធ្វើការពន្លាតវាសិនមកពន្លាតកន្សោមនឹងតាមរូបមន្ត a ដក b លើកជីការ៉េអញ្ចឹងបាន a ការ៉េបាទឬ x លើកជីការ៉េឬ x ហើយលើកជីការ៉េទៀតយើងកាត់បាទ radical ជាមួយនឹងផ្នែកស្វ័យគុណនឹងចោលទៅនៅសល់តែ x ទេណាបាទដកជាមួយនឹង2ដង AB អញ្ចឹង2ដងនៃឬ x ហើយបន្ទាប់មកបូក1ណាបាទបូក1ហើយជំហានបន្តលោកគ្រូធ្វើការផ្ដាច់វាជាផ្នែកមកណា x នៅលើ x ចែកគ្នាបាន1ដក2ឬ x នៅលើ x យើងចែកទៅបាន2នៅលើឬ x ណាបាទហើយយើងតាមអនុវត្តតាមលក្ខណៈរបស់ស្វ័យគុណហើយ1នៅលើ x យើងផ្ដាច់ជាផ្នែកទៅបានបូក1នៅលើ x dx ហើយយើងធ្វើការកណនាអង្តិក្រាលវាមកបាទអាកំណត់យើងគុំគិតកណនាអង្តិក្រាលធម្មតាអង្តិក្រាល1 dx ចឹងបាន x អង្តិក្រាល2នៅលើឬ x បាទចឹង2ជាមេគុណអត់រងអង្តិក្រាលទេយើងសាកគិតតែអង្តិក្រាល1នៅលើឬ x ចឹងអង្តិក្រាល1លើឬ x វាបាន2ឬ x 2គុណនឹង2បាន4ចឹងវាបាន4ឬ x អង្តិក្រាល1នៅលើ x រូបមន្តរបស់យើងគឺបានលិននៃតម្លៃដាច់ខាត x បាទជាងយើងធ្វើការចំនួនតម្លៃចូលមកណាបាទចំនួន